ព្រះសម្មាសម្ពុទ្ធបានបង្រៀនថាកេរវោចនិវេតោចៈសន្ទុថេចកតញ្ញុតាកាលេនធម្មសវណ្ណੰអេតមង្គលមុត្តមੰប្រែថាសេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពមួយកិរិយាប្រព្រឹត្តបន្ទាបនៅខ្លួនមួយសេចក្តីត្រេកអរចំពោះរបស់ដែលមានមួយភាវៈនៃបុគ្គលអ្នកដឹងនៅឧបការៈគុណដែលអ្នកដទៃធ្វើឲ្យដល់ខ្លួនមួយកិរិយាស្ដាប់នៅធម៌តាមកាលមួយទាំង5នេះជាមង្គលដ៏ឧត្តមជីវិតដែលប្រកបដោយសេចក្តីសុខសេចក្តីចម្រើននិងសេចក្តីថ្លៃថ្នូរគឺបំណងប្រាថ្នារបស់មនុស្សគ្រប់រូបតាមគន្លងព្រះពុទ្ធសាសនាមង្គលធម៌ទាំងឡាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងជីវិតដ៏ឧត្តមក្នុងចំណោមមង្គលធម៌ទាំង38ប្រការមានមង្គលសំខាន់មួយចំនួនដែលយើងគួរប្រតិបត្តិជានិច្ចជាកាលទី1កេរវោចៈកិរិយាគោរពចំពោះបុគ្គលដែលគួរគោរពការគោរពគឺជាគ្រឿងលម្អដ៏ថ្លៃថ្លារបស់មនុស្សការគោរពពុំមែនត្រឹមតែជាសកម្មភាពខាងក្រៅប៉ុណ្ណោះទេតែត្រូវប្រកបដោយអង្គ3យ៉ាងនោះគឺដោយកាយអនលំទោនលើកដៃសំពះដោយវាចាពោលពាក្យទន់ភ្លន់សុភាពរាបសារនិងដោយចិត្តមិនប្រមាទបុគ្គលដ៏ជាទីគោរពនោះមានច្រើនប្រភេទដូចជាបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃមេដាបិតានិងគ្រូអាចារ្យបុគ្គលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាអ្នកប្រាជ្ញនិងអ្នកដឹកនាំរដ្ឋដោយសុចរិតទៀងត្រង់បុគ្គលដែលមានអាយុច្រើនដូចជារាមច្បងនិងចាស់ព្រឹទ្ធាចារ្យការគោរពចំពោះបុគ្គលទាំងនេះគឺជាមង្គលដ៏ឧត្តមនាំមកនូវសេចក្តីស្រឡាញ់និងការរាប់អានក្នុងសង្គមទី2និរតោចាស់កិរិយាប្រព្រឹត្តបន្ទាបខ្លួននិរតោចាស់គឺជាការខិតខំលះបង់នូវគំនិតដែលសម្គាល់ខ្លួនថាប្រសើរជាងគេមិនថាដោយឋានៈយុសាសទ្រព្យសម្បត្តិឬចំណេះវិជ្ជាឡើយគំនិតលើកតម្កើងខ្លួនឯងឬជាត្រកូលហួសហេតុនឹងនាំឲ្យកើតមានអស្មិមានៈសេចក្តីក្រអឺតក្រទួមហើយមើលងាយអ្នកដទៃដែលជាឫសគល់នៃសេចក្តីវិន័យនិងការប្រជែងវាសនាគ្រប់យ៉ាងបុគ្គលក្រអឺតក្រទួមនឹងមិនទទួលបានការគោរពរាប់អានពិតប្រាកដឡើយក្រៅពីការប្រជុំប្រជែងអំពីជនពាលមានតែការលះបង់នូវគំនិតប្រកាន់ពូជសាសន៍និងអាស្មិមានៈហើយប្រព្រឹត្តបន្ទាបខ្លួនទើបសេចក្តីសុខចម្រើនកើតមានដល់ខ្លួនហេតុនេះការប្រព្រឹត្តបន្ទាបខ្លួនគឺជាមង្គលដ៏ឧត្តមក្នុងលោកទី3សន្ទុថេចៈសេចក្តីសន្តោសត្រេកអរចំពោះរបស់ដែលមានសន្ទុថេចៈគឺជាសភាពនៃចិត្តដែលចេះត្រេកអរទៅតាមមានតាមបាននៃលទ្ធភាពនិងសមត្ថភាពរបស់ខ្លួនព្រះពុទ្ធបានបង្រៀនឲ្យយើងខិតខំប្រឹងប្រែងបំពេញការងារឲ្យអស់ពីលទ្ធភាពតែនៅពេលដែលទទួលបានផលយ៉ាងណាហើយក៏ត្រូវចេះឲ្យតម្លៃនិងពេញចិត្តនៅរបស់ដែលយើងរកបាននោះក្នុងលោកនេះរឿងពិតតែងតែមានការមិនសមបំណងជានិច្ចហេតុនេះការចេះទទួលស្គាល់ការពិតនិងស្កប់ស្កល់ចំពោះអ្វីដែលបានមកពីការខិតខំរបស់ខ្លួនគឺជាគន្លឹះនៃការរស់នៅដោយចុះសម្រុងនិងមានសេចក្តីសុខបុគ្គលដែលមានចិត្តសន្តោសមិនភ្លើតភ្លើលោភលន់មិនច្រណែននឹងអ្នកដទៃមិនថាខ្លួនមានលាភយសក្តីឬធ្លាក់ក្រោកសត្វក្តីដូច្នេះការព្យាយាមអប់រំចិត្តឲ្យមានការសន្តោសយ៉ាងនេះគឺជាមង្គលដ៏ឧត្តមទី4កតញ្ញុតាភាពជាអ្នកដឹងឧបការៈគុណដែលអ្នកដទៃធ្វើឲ្យដល់ខ្លួនកតញ្ញុតាគឺជាការដឹងគុណចំពោះសេចក្តីល្អឧបការៈគុណដែលអ្នកដទៃបានធ្វើចំពោះខ្លួន
បុគ្គលដែលដឹងគុណគេឈ្មោះថាកតញ្ញូបុគ្គលហើយបើបានតបស្នងគុណគេទៅវិញឈ្មោះថាកតញ្ញូកតវេទីបុគ្គលទីឯបុគ្គលដែលបានធ្វើសេចក្តីល្អដល់អ្នកដទៃមុនគេឈ្មោះថាបុព្វការីមេដាបេតាគឺជាបុព្វការីដ៏ធំធេងចំពោះកូនព្រោះលោកបានបង្កើតនិងបង្ហាត់បង្រៀនកូនដ៏ធំពេញវ័យព្រះសម្មាសម្ពុទ្ធក៏ជាបុព្វការីរបស់សត្វមនុស្សទេវតាមេព្រំទាំងអស់ព្រោះលោកបានរកឃើញនៅមេគាដើម្បីរំដោះសេចក្តីទុក្ខគឺអដ្ឋង្គិកមេតបើគ្មានបុព្វការីជនទេសង្គមមនុស្សក៏មិនអាចថិតថេរបានដែរការខិតខំកសាងខ្លួនឲ្យទៅជាកតញ្ញូកតវេទីបុគ្គលឬបុព្វការីបុគ្គលគឺជាមង្គលដ៏ឧត្តមទី5ការលេនធម្មសវនੰកិរិយាស្ដាប់នៅធម៌តាមកាយការលេនធម្មសវនੰគឺជាការឆ្លៀតពេលវេលាដ៏មមាញឹកក្នុងជីវិតរបស់យើងប្រចាំថ្ងៃដើម្បីស្ដាប់នៅព្រះធម៌ព្រះធម៌ប្រៀបដូចជាផែនទីសម្រាប់ស្វែងរកនៅកំណត់គឺផលប្រយោជន៍និងសេចក្តីសុខក្នុងជីវិតព្រះធម៌គឺគុណជាតិសម្រាប់បំភ្លឺបង្ហាញឲ្យយើងស្គាល់ខុសស្គាល់ត្រូវស្គាល់គុណស្គាល់ទោសល្អអាក្រក់បិណ្ឌបាបយ៉ាងត្រឹមត្រូវការស្ដាប់នៅព្រះធម៌នេះមិនមែនសម្រាប់តែមនុស្សចាស់ឬពេលចូលនិវត្តន៍ប៉ុណ្ណោះទេគឺសម្រាប់មនុស្សគ្រប់វ័យត្រូវតែខិតខំប្រតិបត្តិស្ដាប់នៅព្រះធម៌ដរាបណាមានអ្នកប្រព្រឹត្តធម៌កាន់តែច្រើនដរាបនោះសង្គមជាតិនឹងកាន់តែរីកចម្រើននិងសុខសាន្តដូច្នេះការព្យាយាមស្ដាប់នៅធម៌តាមកាយគឺជាមង្គលដ៏ឧត្តមមង្គលធម៌ទាំង5ប្រការនេះគឺជាសសរដ៏រឹងមាំនៃការកសាងខ្លួនឲ្យក្លាយទៅជាមនុស្សដ៏ប្រសើរដ៏ថ្លៃថ្នូរក្នុងសង្គមការប្រតិបត្តិនៅមង្គលទាំងនេះគឺជាការទស្សត្រៃផ្លូវទៅកាន់សេចក្តីសុខពិតប្រាកដទាំងសម្រាប់ខ្លួនឯងនិងសម្រាប់សង្គមជាតិទាំងមូលសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏សំខាន់សម្រាប់តាមដានស្ដាប់សូមជូនពរអ្នកទាំងអស់គ្នាបាននូវពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈបលៈជម្រាបលាអ្នកទាំងអស់គ្នា